ជំរាបសួរពុកម៉ែបងប្អូនអរគ្នាស្វាគមន៍មកកាន់ Channel ថ្មីរបស់ខ្ញុំដែលបង្រៀនទៅលើផ្នែក Facebook បាទអញ្ចឹងថ្ងៃនេះយើងមានមេរៀនថ្មីមួយទៀតហើយគឺរបៀបនៃការប្រើប្រាស់ Express VPN ក៏ដូចជាការធ្វើ Block Connection នៅលើ LD Player បាទអញ្ចឹងជាដំបូងគឺអ្នកគ្នាចូលមកកាន់ Play Store មកបាទបន្តមកទៀតគឺអ្នកគ្នាធ្វើការ search រកមើល Express VPN មកបាទបាទអញ្ចឹងក្រោយពីអ្នកគ្នាធ្វើការដំឡើងហើយអ្នកគ្នាធ្វើការចុចបើកមកបាទបន្តមកទៀតអ្នកគ្នាចុចពាក្យថា accept បាទបន្តមកទៀតគឺវាចេញផ្ទាំងបែបនេះអ្នកគ្នាត្រូវចុចនៅខាងក្រោមនេះមានពាក្យថា sign in អ្នកគ្នាចុចមកបាទបន្ទាប់មកអ្នកគ្នាត្រូវទៅយក account របស់វានៅក្នុង Telegram មួយបាទអញ្ចឹងអ្នកគ្នាចូលមកកាន់ Telegram មួយនេះមកគឺគេមានធ្វើការចែករំលែកនៅ Express VPN អ្នកគ្នាscroll រមើលមកបាទបន្តមកទៀតអ្នកគ្នាធ្វើការ copy យក account ណាមួយមកដើម្បីធ្វើការវាយចូលនៅក្នុង Express VPN របស់យើងបាទអញ្ចឹងយើងចូលទៅយក password វាមកបាទ password វាគឺនៅជាប់នឹង email ហ្នឹងឯងបាទអញ្ចឹងយើងធ្វើការ copy មកបាទបន្តទៀតយើងធ្វើការចុចពាក្យថា sign in បាទរួចអ្នកគ្នាឃើញបែបនេះអ្នកគ្នាចុចពាក្យថា OK បាទរួចយើងចុច OK មកដើម្បីយើងភ្ជាប់ VPN បាទវាចេញបែបនេះគឺយើងអាចប្រើប្រាស់ VPN បានហើយបាទអញ្ចឹងអ្នកគ្នាអាចធ្វើការដូរ server វាបានបាទគឺយើងចុចនៅកន្លែងនេះមកដើម្បីធ្វើការដូរ server បាទអញ្ចឹងយើងចង់លេងទៅប្រទេសណាគឺយើងរក server ប្រទេសហ្នឹងមកបាទដូចជា US នេះយើងចុចលើ US មកបាទបន្តមកទៀតអ្នកគ្នារើសមើល server ណាដែលអ្នកគ្នាចង់លេងមកអញ្ចឹងឧទាហរណ៍ថាខ្ញុំយក Los Angeles បាទអញ្ចឹងខ្ញុំធ្វើការ click លើ Los Angeles មកបាទបន្ទាប់ពីធ្វើការចាក់ចូលទៅកាន់ VPN US ទាំងបានហើយអ្នកគ្នាអាចធ្វើការរៀបចំ app វាមកបាទអញ្ចឹងខ្ញុំនឹងធ្វើការទាញ app វាទៅដាក់នៅខាងលើវិញបាទរួចខ្ញុំធ្វើការរៀប account យើងសារថ្មីមក app ណាដែលអត់មានតម្រូវការប្រើទៀតអ្នកគ្នាធ្វើការលុបវាចោលទៅបាទឥឡូវយើងរៀបតាមលំដាប់មកបាទពីលេខរៀងទី1ដល់លេខរៀងទី10បាទបន្តមកទៀតអ្នកគ្នាត្រូវចូលទៅធ្វើ block connection អញ្ចឹងអ្នកគ្នាចូលមកកាន់ setting រួចអ្នកគ្នាចូលមកកាន់ network and internet រួចចូលទៅកាន់ advanced រួចអ្នកគ្នាចុចនៅកន្លែងរូបកូនសោ VPN នេះចុចមករួចអ្នកគ្នាបើកប៊ូតុងពីរនេះនៅពេលដែលអ្នកគ្នាធ្វើការបើកប៊ូតុង click ទាំងពីរនេះហើយគឺយើងបានធ្វើ block connection បានហើយអញ្ចឹងយើងចូលទៅសេរី time 0ទៀតអ្នកគ្នាចូលមកកាន់ setting ដដែលរួចអ្នកគ្នាចូលមកកាន់ system បាទរួចអ្នកគ្នាឃើញ date and time អ្នកគ្នាត្រូវដោះ click នៅកន្លែង time zone នេះចោលមករួចយើងចុច select time zone បាទរួចយើងនៅកន្លែង region អ្នកគ្នាធ្វើការបដូរទៅ United States វិញអញ្ចឹងបើអ្នកគ្នារត់ឃើញអ្នកគ្នាវាយមក United States បាទរួចអ្នកគ្នាធ្វើការចុចលើនឹងមកយើងយក Los Angeles បាទអានឹងយើងយកឲ្យត្រូវនឹង IP របស់យើងបាទបន្ទាប់ពីអ្នកគ្នាធ្វើការ block connection រួចរាល់អស់ហើយអ្វីដែលយើងត្រូវកំណត់បន្ថែមនោះគឺយើងត្រូវកំណត់ setting របស់ Express VPN អញ្ចឹងអ្នកគ្នាចូលមកកាន់ Express ចូលមកកាន់កន្លែង profile រួចអ្នកគ្នាមើលមកខាងក្រោម
អ្នកគ្នានឹងឃើញពាក្យថា VPN protocol អ្នកគ្នាធ្វើការ select រួចហើយអ្នកគ្នាយក option នៅខាងក្រោមគេមានឈ្មោះថា WireGuard យើង select ដើម្បីប្រើមុខងារ WireGuard នេះយើងចិញ្ចឹម account វាអត់ជួបបញ្ហាខូចទេបាទកាលណាយើងអត់ select លើនឹងគឺ IP វា random អញ្ចឹងវាឆាប់ខូច account របស់យើងក្នុងការចិញ្ចឹមអូខេអញ្ចឹងមេរៀននេះមានតែប៉ុណ្្នឹងទេកុំភ្លេចជួយ subscribe ក៏ដូចជាដាក់រូបកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗបន្ថែមទៀតបាទ